ជាបន្ទប់របស់ខ្ញុំបាទត្រូវមានសោដើម្បីអាចចូលបន្ទប់បានតពីបើកទ្វារបន្ទប់មកយើងឃើញមានទូមួយនេះក៏ជាទូបែកជើងក្នុងមានស្បែកជើងមានអីចឹងទៅហើយនៅខាងស្ដាំដៃយើងមានបន្ទប់ទឹកម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ហើយទូទឹកកកនិងទូខោអាវសម្រាប់ទូខោអាវគឺប៉ុណ្្នឹងឯងនេះហើយផ្នែកខាងក្រោមគឺសម្រាប់យើងដាក់ស្រោមជើងដាក់របស់តូចថតខាងលើអាចដាក់ជារបស់អីផ្សេងនេះជាតុរៀនរបស់ខ្ញុំមានរូបថតម៉ាស់ហើយមានសម្ភារៈមានសភៅមានរូបព្រះជា signature របស់យើងនេះជាទង់ជាតិខ្មែរដបទឹកនេះជាក្រែគេងសម្រាប់បន្ទប់នេះគឺជាប្រភេទបន្ទប់10បរំអញ្ចឹង10បរំយើងនៅ2នាក់shareបន្ទប់គ្នានៅroommate របស់ខ្ញុំជាជនជាតិថ្មិលគាត់មកពីឥណ្ឌាអញ្ចឹងមកខាងកាន់ពុតមកខាងកាន់ថ្មិលទុនគ្នាប៉ុណ្្នឹងហើយសម្រាប់សាយខាង A ក៏អញ្ចឹងដែរមានទូខោអាវមួយមានតុរៀនមានរូបព្រះរូប